គាត់អត់មានទម្ងន់ឬក៏អីគ្រប់ទឹកភ្លុកអីទេតែគាត់ចូលចិត្តដូចគេញៀនកាហ្វេគាត់ញៀនដូងអញ្ចឹងណាតែប៉ិតបើធៀបដូងមួយកាហ្វេបើយើងញ៉ាំច្រើនវាមានផលប៉ះពាល់ច្រើនមែនទេបើដូងវាអត់មានផលប៉ះពាល់អីទេគ្រាន់តែថានៅក្នុងដូងនោះវាមានប្រភេទ electrolyte ដូច potassium ដូចជា magnesium អញ្ចឹងបើសិនជាករណីគាត់ញ៉ាំរហូតដល់2មីលីលីត្រក្នុងមួយថ្ងៃអញ្ចឹងណាអាចថាប្រូតេអ៊ីនគឺមនុស្សម្នាក់ត្រូវទៅ check សុខភាពសម្រាប់ពួកគាត់គឺសូមឲ្យ check ទៅលើ potassium magnesium ឆ្លាញ់ថាវាលើសប៉ុន្តែបើសិនជាអ្នកគាត់ញ៉ាំហើយស្រាប់តែគាត់ញ៉ាំយូរគាត់ញ៉ាំទៅរៀងដូចចុកធូងឬក៏ថប់ដង្ហើមភ្លាមណាអញ្ចឹងអាហ្នឹងក៏គាត់យកចិត្តទុកដាក់ទៅលើការ check សុខភាពដែរខ្លាចវាលើសអាហ្នឹងវាទៅជាគេហៅថា spa ឬក៏វាត្រាក់ទៅលើអាសាច់ដុំបេះដូងរបស់គាត់ហ្នឹងវាធ្វើឲ្យគាត់ចាប់ដើមរៀងអួលនឹងទ្រូងរបស់គាត់ពីយើងថ្ងៃនេះយើងនិយាយពីដូងមួយប្រព័ន្ធរាងកាយយ៉ាងវាមានទំនាក់ទំនងច្រើនតែខ្ញុំចម្លើយទៅវិញគឺគាត់អាចញ៉ាំបានហើយការ check សុខភាពគឺ check ជាទៀងទាត់ទៅព្រោះអ្នកខ្លះគឺគាត់ខ្វះ electrolyte នឹងស្រាប់ដូចជាអ្នកកំពុងរាកអ្នកកំពុងអួតឬក៏គាត់កង្វះអាហារូបត្ថម្ភគាត់បាត់បង់ជាតិទឹកគឺគាត់ចុះខ្លាំងមែនទែន electrolyte វាធ្វើឲ្យគាត់ទៅជាគេហៅថា bradycardia បាត់ខ្លាំងវាទៅជាបេះដូងនឹងដើរយឺតដល់ពេលលើសវាមានជំងឺមួយគេហៅ tachycardia បេះដូងនេះវាដើរញាប់ខ្លាំងពេកអញ្ចឹងលើសពីជំងឺបេះដូងក៏វាតាក់ទងជាមួយនឹងសារធាតុ electrolyte ក្នុងខ្លួនដែរអញ្ចឹងបងប្អូនខ្លះគាត់យល់ថាឲ្យតែមានបញ្ហាអញ្ចឹងគាត់គិតថាគាត់ឈឺបេះដូងហើយគាត់អត់យល់ថាគាត់ខ្វះធាតុណាមួយឬក៏លើសធាតុណាមួយក្នុងរាងកាយទេ